លោកវីសំណាងអភិបាលខេត្តតាកែវនិងប្រធានជលផលនេសាទខេត្តតាកែវមិនគួរមើលរំលងលោកសុកលេសជើងប៉ៅបទល្មើសនេសាទក្នុងខេត្តតាកែវរីឯសមត្ថកិច្ចជំនាញពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ខេត្តតាកែវដោយបណ្ដារៀងរាល់ឆ្នាំនៃការកសាងបទល្មើសនេសាទនៅភូមិសាស្ត្រខេត្តតាកែវក្នុងស្រុកអង្គរបូរីជលសានិងស្រុកកោះអណ្ដែតសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកសុកលេសឆ្នាំនេះក៏ត្រូវគេរាយការណ៍ដែរថាលោកសុកលេសចាប់អនុវត្តការងារនៃការកសាងបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយបណ្ដាជនជាតិវៀតណាមក៏ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរនោះដែរលោកសុកលេសមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវគឺជាអ្នកបោះមេដ៏ធំនៅក្នុងបណ្ដាបទល្មើសនេសាទលើទឹកដីខេត្តតាកែវទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនចំនួនហើយក្តីប៉ុន្តែបញ្ហាបទល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវនៅតែស្ថិតក្រោមកណ្ដាប់ដៃបែងចែកផលប្រយោជន៍ពីសំណាក់លោកសុកលេសដែលជាអ្នកបោះមេដដែលសូម្បីតែមន្ត្រីជលផលដែលគេចាត់ទុកជាសេនាធិការផ្ទាល់របស់ក្រសួងកសិកម្មក៏ស្ថិតនៅក្រោមអំណាចលោកសុកលេសដែរបទល្មើសនេសាទដែលគេអាចមើលដោយភ្នែកទទេឃើញនោះគឺជាអ្វីដែលលោកសុកលេសប្រើវិធីលួងចិត្តថ្នាក់ដឹកនាំខេត្តតាកែវក៏ដូចជាក្រសួងជំនាញថាបើមិនអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរនោះទេក៏គង់វងមច្ឆជាតិខ្មែរទាំងនោះហូរតាមបណ្ដោយទឹកទៅប្រទេសវៀតណាមដដែលទេដូច្នេះគួរតែអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទយកមច្ឆជាតិពីដីខ្មែរនោះទៅសមហេតុផលពិសេសមិនលោកសុកលេសប៉ុន្តែបើខ្មែររាយមងមួយដៃរាយបង្កៃមួយផ្លែមកជាអស់លោកខាងជលផលចាប់ចងថតផ្សាយខ្មាស់គេពេញស្រុករឿងនេះមិនមែនថ្នាក់ដឹកនាំខេត្តតាកែវច្រើនចំនួនមិនដឹងនោះទេប៉ុន្តែគេឆ្ងល់ថាហេតុអ្វីបានជាមិនព្រមមានចំណាត់ការយ៉ាងដូចនេះលើសពីនេះទៅទៀតថ្នាក់ដឹកនាំក្រសួងកសិកម្មច្រើនរដ្ឋមន្ត្រីមកហើយក៏បានដឹងអំពីបញ្ហាអ្វីដែលលោកសុកលេសបានធ្វើនាពេលកន្លងមកនោះដែរប៉ុន្តែមកដល់ចំនួនលោកតិតទីណាដឹកនាំសពថ្ងៃលោកសុកលេសនៅតែមានឥទ្ធិពលខ្លាំងគួរឲ្យកោតសរសើរបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាប៉ុន្មានថ្ងៃកន្លងមកនេះលោកសុកលេសកំពុងរៀបផែនការកសាងបទល្មើសជលផលបន្តទៀតហើយទោះជាយ៉ាងណាក៏ដោយថ្មីនេះអភិបាលខេត្តតាកែវលោកវីសំណាងបានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងឡាយជាពិសេសមន្ត្រីរដ្ឋបាលជលផលត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់បទល្មើសនេសាទនៅក្នុងរដូវត្រីពងដែលចាប់ផ្ដើមហាមឃាត់ពីខែសីហាដល់ខែតុលាខាងមុខជាមួយគ្នានេះដែរប្រជាពលរដ្ឋក៏បានទទូចស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មលោកតិតទីណាចាត់វិធានការយ៉ាងណាកុំឲ្យមានបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកទាំង3ខាងលើនេះនៃខេត្តតាកែវឲ្យសមស្របទៅតាមអ្វីដែលគេហៅថាកំណែទម្រង់នោះផង